បារមីដូនតាខ្មែរពិតជាស័ក្តិសិទ្ធិមែនកងទ័ពថៃ2នាក់ដែលឈរជើងក្បែរប្រាសាទតាក្របីជាប់ព្រំដែនកម្ពុជាបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងតាក់ក្រហល់បងប្អូនជួយរួមជាតិថ្ងៃនេះយើងមានព័ត៌មានអន្តរជាតិមួយដែលបញ្ជាក់ឲ្យឃើញថាកម្ពុជាពិតជាមានមែនកងទ័ពសៀមតែងតែអួតអាងនិងមានមហិច្ឆតាចង់ឈ្លានទឹកដីកម្ពុជាពេលនេះមិនបាច់ឲ្យកងទ័ពខ្មែរយើងចេញមុខបាញ់ប្រហារនោះទេគឺពួកគេបានយកជីវិតទៅបោះចោលខ្លួនឯងនៅឯព្រំដែនកម្ពុជាថៃយោងតាមសារព័ត៌មានថៃ Khao English ខ្លួនឯងផ្ទាល់បានចុះផ្សាយថាកងទ័ពថៃចំនួន2នាក់បានស្លាប់យ៉ាងតាក់ក្រហល់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យគូសចិត្តមួយនៅក្បែរតំបន់ប្រាសាទតាក្របីជាប់ព្រំដែនកម្ពុជាយើងតើពួកនេះស្លាប់ដោយសារអ្វីរបាយការណ៍បានបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី16ខែមិថុនាទាហានសៀមទាំង2នាក់នេះបានជិះម៉ូតូយ៉ាងលឿនក្នុងលក្ខណៈមិនប្រុងប្រយ័ត្នរហូតរអើលនៅផ្លូវកោងរួចក៏ជ្រុលទៅបុកពេញទំហឹងជាមួយទៅនឹងរថយន្តយោធាដឹកទំនិញរបស់ថៃខ្លួនឯងដែលបើកបញ្ច្រាស់ទេសនីជនរងគ្រោះទី1ឈ្មោះសិទ្ធឆៃដែលជាអ្នកកាន់វិទ្យុតាក់ទងបានសន្លប់បាត់មាត់បាត់កនៅនឹងកន្លែងទោះបីជាបញ្ជូនទៅមន្ទីរពេទ្យហើយក៏គ្រូពេទ្យថៃប្រែងសង្កត់ទ្រូងយ៉ាងណាក៏ដោយក៏ទាហានរូបនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយចំណែកឯជនរងគ្រោះទី2ឈ្មោះថាត់ថេបជាខ្មាន់កំភ្លើងយន្តពេលទៅដល់ពេទ្យនៅរៀងដឹងខ្លួនមានស្មារតីនៅឡើយទេតែប្រហែលជាដោយសារបារមីដូនតាខ្មែរតាមផ្ដន្ទាហើយមកទៅស្រាប់តែពេលរសៀលជីកចររបស់ទាហានសៀមរូបនេះចាប់ផ្ដើមចុះខ្សោយកន្ត្រាក់គ្រូពេទ្យខំប្រឹងជួយយ៉ាងណាក៏ទាញយកជីវិតពីមជ្ឈរាជមកវិញមិនបានដែរទីបំផុតក៏ស្លាប់តាមគ្នាទៅនេះគឺជាមេរៀនមួយយោធាថៃតែងតែមានគំនិតចង់រំលោភបំពានលើទឹកដីខ្មែរនៅប្រាសាទតាក្របីទឹកដីខ្មែរបារមីពិតជាស័ក្តិសិទ្ធិណាស់អ្នកណាមានគំនិតទុច្ចរិតជិះម៉ូតូក៏អាចស្លាប់បានដែរ